Và sự tế và chân như ngàyนี้คือយើងតមេរៀនរបស់យើងគឺយើងចូលដល់ចំណុចសំខាន់បាទចំណុចសំខាន់នៃមេរៀន G និងសារធាតុចិញ្ចឹមគឺការធ្វើមេ G ហ្នឹងឯងការធ្វើមេ G ហើយនិងការធ្វើ G បាទអញ្ចឹងមុននឹងចាប់ផ្ដើមចូលមេរៀនថ្មីខ្ញុំសូមរំលឹកមេរៀនចាស់ដែលយើងបានសិក្សារួចហើយបាទក៏តែនៅក្នុងវគ្គ G និងសារធាតុចិញ្ចឹមដដែលទេបាទចឹងចំណុចដែលយើងបានសិក្សារួចហើយនោះគឺវាមាន4ចំណុចចំណុចទី1គឺយើងនិយាយពី G លោកដេចហៅថា G បាទចំណុចទី2គឺយើងនិយាយពីសារធាតុចិញ្ចឹមចំណុចទី3សំខាន់បាទគឺទូរទីនិងរូបសញ្ញានៃកង្វះសារធាតុចិញ្ចឹមបាទចំណុចទី3នោះគឺសំខាន់ជាងគេដើម្បីឲ្យយើងដឹងថាតើគ្រប់ជាតិរបស់យើងដាំនោះវាខ្វះជីអាសូតខ្វះជីផូស្វ័រខ្វះជីប៉ូស៊ីមខ្វះកាល់ស្យូមខ្វះម៉ង់ហ្គាណេសឬខ្វះម៉ាញ៉េស្យូមបាទសំខាន់លេខ3បាទនៅពេលដែលយើងដឹងថាវាខ្វះអីហើយបានយើងចាប់ផ្ដើមធ្វើជីបំពេញបន្ថែមឲ្យវានឹងឯងចឹងបើយើងអត់ឆ្លងកាត់មេរៀនទី3ទេគឺសូមមើលឡើងវិញណាបាទ review ឡើងវិញពីមេរៀនទី3មិនមែនធ្វើជីមិនមែនចេះថាធ្វើដើរណាដំណាំត្រូវការអាសូតចេះតែធ្វើជីហើយអាជីដែលយើងធ្វើហ្នឹងគឺអត់មានអាសូតទៀតហើយយកទៅឲ្យដំណាំអញ្ចឹងដំណាំវាទទួលយកក៏បានដែរព្រោះតម្រូវការរបស់វាអាសូតហើយយើងដោយវាគឺមិនមែនជាប្រភេទអាសូតបាទអញ្ចឹងវាពិបាកបាទហើយចំណុចទី4គឺយើងនិយាយពីប្រភេទជីហើយនិងសារធាតុចិញ្ចឹមបាទអូខេចឹងថ្ងៃនេះយើងចូលដល់ចំណុចទី5គឺវិធីសាស្ត្រធ្វើមេជីចឹងមេជីដែលខ្ញុំបង្ហាញបាទនេះពេលនេះគឺមាន4ខ្ញុំលើកមេជី4ដើម្បីបង្ហាញគ្នាយើងជាបន្តបាទទី1គឺវិធីសាស្ត្រធ្វើមេជីដែលផ្សំពីត្រីបាទមេជីនេះគឺមានសិទ្ធិភាពខ្ពស់បាទអង់គ្លេសហៅ FAA បាទវាមកពាក្យពេញរបស់វាគឺ fish amino acid ណាចឹង FAA នោះគឺវាមាន2ទី1គឺ FAA ធម្មតាមួយទៀតគឺ FAA plus បាទចឹងអា plus នោះគឺខ្ញុំអត់បង្ហាញយ៉ាងទេដោយសារ4នោះគឺគ្រប់គ្រាន់សម្រាប់គ្នាយើងយកទៅធ្វើនិងយកទៅប្រើអូខេមេជីមួយប្រភេទទៀតគឺយើងធ្វើពីផ្លែឈើអង់គ្លេសហៅថា FFJ វាមកពីពាក្យពេញ fermented fruit juice ហ្នឹងគឺយើងផ្សំពីផ្លែឈើមេជីមួយប្រភេទទៀតគឺយើងផ្សំពីរុក្ខជាតិអង់គ្លេសហៅ fermented plant juice FPJ អូខេចឹងមេជីចុងក្រោយគឺមេជី IMO ចឹងមេជីទាំងអស់ហ្នឹងគឺវាមានទម្រង់ជា Atiscomopran អូខេ Atiscomopran ហើយដូចនេះហៅថា Atiscomopran ហើយ Atiscomopran នោះមានតួនាទីអីខ្លះយើងនឹងបង្ហាញនាពេលក្រោយបន្ទាប់ពីការរៀនធ្វើមេជីហើយ IMO នេះក៏ជា Atiscomopran ដែរប៉ុន្តែវាមានលក្ខណៈជាមូលអញ្ចឹងណាបាទផ្សិតបាទដូចផ្សិតបាទខុសចាំកែក្រោយបាទអូខេអញ្ចឹងកុំឲ្យខាតពេលយើងមកមើលពីវិធីសាស្ត្រធ្វើមេជីត្រីបាទខ្ញុំដាក់ឡើងនេះទៅវត្ថុធាតុផ្សំគឺត្រីស្រស់បាទត្រីស្រស់បើកវងចកត្រីហ្នឹងយើងបើកវងចកគឺយកអាស្រស់យកមកធ្វើបរិមាត្របើយើងធ្វើតិច1គីឡូបាទហើយនឹងស្កររងូ1គីឡូបាទ1+1ភាគ1ភាគបាទហើយដាច់ខាតត្រូវស្កររងូបាទស្កររងូបាទអញ្ចឹងត្រីស្រស់ហ្នឹងគឺយើងបើកវងចកស្រស់ហ្នឹងបានន័យថាយើងយកអាត្រីល្អដែលយើងអាចហូបបានហើយយកល្អគឺយកអាត្រីដែលគេមិនទាន់កុសកាមិនទាន់វះពោះយកកាកសំណល់ចេញមិនទាន់យកពវៀនយកអីចេញគឺទាំងមូលតែម្ដងទាំងសកាទាំងគ្រឿងក្នុងអីដែលយើងមិនទាន់ធ្វើបាទ
អាហ្នឹងគឺត្រីហ្នឹងយើងយកមកធ្វើវាល្អវាគ្រប់សារធាតុចិញ្ចឹមរបស់មេជីតែម្ដងចំពោះត្រីតូចគឺយើងមិនបាច់កាត់វាកង់ទេតែបើត្រីធំយើងកាត់វាកង់ហាមច្រាមហាមកិនបាទបើត្រីរៀលអាចកាត់វា3 4កណ្ដាត់ទៅតាមទំហំត្រីបាទហើយមិនបាច់កោសកាមបាច់អីអញ្ចឹងយកល្អយើងទិញត្រីអញ្ចឹងយកមកលាងឲ្យស្អាតហើយយើងកាត់វាកង់យកមកប្រឡាក់ជាមួយស្ករហើយដាក់នៅក្នុងធុង airlock បាទស្ករធុង airlock ទេខ្ញុំសូមលើកបង្ហាញធុងនេះមួយបាទនេះធុង airlock បាទអញ្ចឹងមេជីដែលយើងផ្អាប់នៅក្នុងធុងមាន2ប្រភេទធុងបាទទី1គឺធុង airlock នេះទី2គឺធុងធម្មតាធុងធម្មតាមិនធុងធម្មតាគឺធុងដែលយើងគ្របបាទអត់មានប្រព័ន្ធ airlock ទេគឺយើងគ្របធម្មតាកូរហើយគ្របពេលត្រូវការកូរបើកកូរហើយគ្របបើកគ្របអាហ្នឹងហើយធុងធម្មតាក៏ប៉ុន្តែប្រសិនបើយើងធ្វើតាមធុង airlock គឺអត់ចាំបាច់បើកកូរបើកគ្របទេគឺវាស្វ័យប្រវត្តិនឹងមកបាទហេអញ្ចឹងធុងមាន2ដែលយើងត្រូវតែពិចារណាក្នុងការប្រើបាទទី1គឺធុង airlock នេះធុង airlock ធុង airlock មានកម្របយើងមកយើងដាក់វ៉ាល់ម៉ូតូហើយយើងតទៅយោវាហើយចុងទៅយោហ្នឹងគឺយើងត្រាំទឹកកែវមួយអញ្ចឹងចំណុចកន្លែងហ្នឹងហើយគេហៅថា airlock ហ្នឹងហើយចាក់សោខ្យល់ហ្នឹងបាទអូខេអញ្ចឹងត្រីហ្នឹងយើងយកមកផ្អាប់ជាមួយស្ករហើយយើងដាក់ឲ្យបាន 80% នៃធុងកុំពេញពេក 80% នៃធុងអញ្ចឹង24ម៉ោងក្រោយគឺវាចាប់ផ្ដើមកាច់ស្ករវាចាប់ផ្ដើមកាច់បង្កើតទៅជាហ្គាសអញ្ចឹងហ្គាសហ្នឹងនឹងចេញតាមចុងរយោនេះធ្វើឲ្យទឹកហ្នឹងឡើងពុះភុចមកភុចណាវាខ្យល់វាធាក់ចេញមកអានេះឡើងមកធ្វើឲ្យពុះទឹកហ្នឹងភុបដូចយើងផ្លុំទឹកអញ្ចឹងណាដូចយើងយកទៅយោមួយដាក់ក្នុងទឹកហើយយើងផ្លុំអញ្ចឹងគឺវាឡើងពុះភុចណាអានោះបានន័យថាវាចាប់ដើមកាច់ហ្នឹងធុង airlock បាទអញ្ចឹងធុងហ្នឹងមានលក្ខណៈពិសេសគឺខ្យល់ពីក្នុងនេះអាចចេញមកក្រៅបានក៏តែខ្យល់ពីក្រៅបាទខ្យល់ពីក្រៅមិនអាចចូលក្នុងធុងបានទេអញ្ចឹងយើងធ្វើនេះគឺដើម្បីការពារខ្យល់ពីក្រៅចូលក្នុងធុងកាលណាខ្យល់ពីក្រៅចូលក្នុងធុងវាយ៉ាងម៉េចបាទអញ្ចឹងធម្មតាណាខ្យល់នៅក្នុងខ្យល់មានអីគេមេរោគបាក់តេរីច្រើនណាបាទអញ្ចឹងកាលណាវាចូលក្នុងធុងគឺវាធ្វើឲ្យធុងរបស់យើងអាចនឹងដុះផ្សិតមកអញ្ចឹងកាលណាដុះផ្សិតមកញ៉ៃធ្វើឲ្យមេជីរបស់យើងនៅក្នុងធុងហ្នឹងខូចគុណភាពបាទហ្នឹងគឺធុង airlock យើងអត់មានធ្វើយើងអត់មានធុង airlock ទេយើងធ្វើធុងធម្មតាណាធុងធម្មតាបាទអានេះគឺធុង airlock ណាតាមដានពីរបៀបនៃការធ្វើធុងហើយបាទនេះធុងធម្មតាគឺយើងដាក់ 80% នៃធុងដូចគ្នានឹងដែរ 80% បាទហើយយើងគ្របអញ្ចឹងបើសិនបើយើងធ្វើក្នុងធុងធម្មតាគឺតម្រូវឲ្យយើងឧស្សាហ៍កូរអាច1ថ្ងៃកូរម្ដងអាច3ថ្ងៃកូរម្ដងបាទអញ្ចឹងយើងត្រូវមានខ្នោមួយដើម្បីកូរណាខ្នោឈើកូរបាទឈើកូរបាទអញ្ចឹងក្រោយពីដាក់បាន24ម៉ោងហើយយើងបើកកម្របកូរឲ្យគ្របវិញអាចស្អែកឬក៏3ថ្ងៃក្រោយយើងបើកកម្របកូរទៀតបាទអញ្ចឹងអាសាកូរវាកូរអញ្ចឹងបញ្ហាវាកើតឡើងនៅពេលដែលយើងកូរហើយខ្នោជួនកាលយើងដាក់នៅលើកម្របធុងនេះបាទអញ្ចឹងវាអាចមានរុយមានសម្ោចមានដីធូលីហុយមកប្រឡាក់ចុងខ្នោរបស់យើងដែលប្រឡាក់ស្ករស្អិតនេះបាទស្អែកឡើងយើងត្រូវការកូរទៀតជួនកាលអត់លាងទេបាទខ្ញុំជឿថាអត់លាងហ្មងបាទ 99% ហ្មងអត់លាងទេគឺបើកកម្របកូរទៀតអញ្ចឹងកាលណាយើងបើកកម្របកូរទៀតដោយមិនបានលាងដូចជាយើងយកធូលីយកមេរោគយកមកជ្រលក់ក្នុងធុងនេះអញ្ចឹងវាធ្វើឲ្យធុងរបស់យើងចាប់ដើមដុះផ្សិតចាប់ដើមចេញទៅកើប្រសិនបើខ្នោកូររបស់យើងមានរុយ1រោមបាទធម្មតាកាលណារុយ1រោមវាអាចទម្លាក់ពងអញ្ចឹងពងហ្នឹងចូលមកផ្លុក
nhó trên như ta câu rồi chẳng thua chi và dưới khôi con hiệp cả na miên ta câu sôi rồi chi sôi rồi khôi con hiệp và ok xung lược tịch tới và ok dạ pe mà ngay pra bản dạ pe mà ngay pra bản chứ nhưng xung lục khả này mà xung lục tịch chẳng tiếng thung eo lóc tiếng thung thom đá đấy cứ áp tốc á sao sắp ngày dương phá bản trong một tộc thì dương thưa sao sắp ngày cứ dương phá bản còn tay bây giờ là dương trong chọt tốc á thử áp tốc sao sắp ngày và thay được trong bạn này thà vì làm đó học sức này học sức này cứ và bán hay nâng cho tục thế chẳng bây giờ phá cứ 30 ngày khỏi ai phá bán còn ta bây giờ trong chọn túc cứ học sức ngày trong chọn túc học sức ngày cho vô ca thấy tục lời lại tới tập nó dương vô mà chọn nó đọc thực xuất nó bà tập về điều được trong khỏi cứ tập vi trình nó cứ mê chi đào nó mê chi đào bây giờ vô mê chi nó vô được thơ và to thiết nó cứ hai tham mê chi bài mê tí pi rồi nó cứ mê tí mùi khăn này và sắp tiếp buộc bà ok chứ nhưng xong bật hai một tích đó bà xong bật hai một tích nhưng xong lục ảnh tích chẳng khỏi nhóm ọt bật hai mới đôi ảnh tích chẳng đi cứ mê chi là dương thơ lượng tí muối thì cứ nhưng xong mày dù xong mày về thì tới bây giờ kia dương dùl và trong mặt đo thơ bị phải chơi thơ bị ấy nít cứ nhung ai đừng dùng khai biểu và ok chúng mê chi đại lò mê chi ó đại mình còn được ó đại dương thơ thở và tí mùi lần nó cứ bỏ hà ngôi màu và ngôi ớt ôi vậy đó thòm ra thấy cả na dương ớt vô mà thơ ấy tục tôi ôi đôi sạc sọc rồi lùi ôi còn đây mê chi bao nhiêu cứ ớt ôi cứ thùng lần hà yên chạp tích tích còn tay ớt ôi đặc hạt mê chi là lò và pi pH 7 và axit khlang axit khlang pH 7 ở dương trong đăng pH hàm án cứ dương vô viết vô tôi cùng riêu cho mỗi tức 7 ngày hơi chậm hai cả đá hay vò và bây giờ biết cả đá dương hai cả đá hay vò tới prai pó tiền pò mất cứ đôi pò lịch 7 này cứ đôi pò lịch 7 này pH 7 axit khlang trăm về watt nhưng lần thưa bằng 2 rồi mà mê chi lò đó mê chi khôi mê chi khôi con độc hiệp đại dương vô pra ca bàn mê chi khôi cứ tìm mối khẩn miết ối miên tự cử rồi con một múng xây chân đó mà bữa xây khóc ai chia sẻ miên tự cử miên một múng hỏi miên sắt bọt màu đấy lần ối miên một múng miên tự cử hơi nó đọc sách bọt màu nó cứ chi nó cứ khôi con độc hiệp hai đứa bạn ôi đòi sao miên tự cử hai đứa bạn chỉ miên tự cử
ដោយសារអាចមានរុយមករោមទម្លាក់ពងញាស់ចេញទៅកៅរុយគឺស្អុយហើយហើយដល់ជាមានផ្សិតដោយសារខ្យល់ចូលដុះផ្សិតហើយអញ្ចឹងផ្សិតដែលដុះហ្នឹងគឺវាមានពីរប្រភេទពណ៌សនិងប្រភេទពណ៌ខ្មៅប្រភេទពណ៌សយើងអាចយកទៅប្រើការបានធម្មតាតែបើប្រភេទពណ៌ខ្មៅហ្នឹងគឺខូចហ្មងបាទឃើញទេអូខេប៉ុណ្ណឹងអញ្ចឹងចាំតាមដាននៅវីដេអូអនុវត្តពីការធ្វើមេជីត្រីទាំងអស់គ្នាណាបាទមេរៀនក្រោយគឺយើងអនុវត្តអញ្ចឹងគឺស្ដីមួយភាគអនុវត្តមួយភាគបាទណាអញ្ចឹងអានេះគឺមេជីនេះគឺមានការអនុវត្តពីរភាគអនុវត្តមួយភាគគឺធ្វើធុង airlock បាទធ្វើធុង airlock ដើម្បីឲ្យយើងចេះធ្វើយកទៅធ្វើមេជីទៅគឺល្អមានគុណភាពខ្ពស់តែម្ដងហើយអនុវត្តទី2នោះគឺធ្វើមេជីត្រីតែម្ដងបាទអូខេអញ្ចឹងបើមានសំណួរណាអាចតាក់ទងមក Nasto Center បាទតាមលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងវីដេអូហ្នឹងបាទចង់ទិញស្ករក៏បានស្ករល្ងនេះគឺកាក់ស្ករអំពៅបាទ molas ណាចង់ទិញស្ករអាចតាក់ទងមក Nasto Center បានដូចគ្នាបាទមានលក់បាទមេជីក៏មានលក់ដែរបើខ្ជិលធ្វើអាចទិញស្រាប់យកទៅប្រើតែម្ដងបាទអរគុណជួបគ្នានៅវីដេអូក្រោយបាទ